ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍ថ្មីម្ដងទៀតមកកាន់ Channel សម្បត្តិដំណើរខ្មោចដែលថ្ងៃនេះផងដែរគឺយើងបានយកសេរីរឿងរបស់លោកពូម្នាក់ដែលលោកពូក៏បានជួបប្រទះនៅហេតុការណ៍នោះនៅខេត្តព្រះសីហនុហើយលោកពូក៏បានចែករំលែកសេរីរឿងនេះមកឲ្យ admin ដែលលោកពូគឺជាអ្នកធ្វើការខាងសន្តិសុខយាមសណ្ឋាគារមួយកន្លែងនៅឯក្រុងព្រះសីហនុដែលពេលនោះលោកពូក៏បានធ្វើការយាមនៅវេនពេលយប់ហើយលោកពូក៏បានជួបហេតុការណ៍នៅក្នុងបន្ទប់មួយនោះដែលធ្វើឲ្យលោកពូពិតជាខ្លាចខ្លាំងមែនទែនហើយចង់ដឹងថាលោកពូបានជួបហេតុការណ៍អ្វីខ្លះនៅក្នុងបន្ទប់នោះដែលធ្វើឲ្យលោកពូចងចាំមកដល់ពេលបច្ចុប្បន្នអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅស្ដាប់សូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងឲ្យ Channel មានម្នាក់មួយផងការផ្ដើមសាច់រឿងរបស់យើងបានកើតឡើងនៅលើអ៊ំម្នាក់ដែលលោកអ៊ំម្នាក់នោះគឺគាត់មានឈ្មោះថាអ៊ំសានហើយអ៊ំសានគាត់មានអាយុ55ឆ្នាំបងប្អូនហើយស្រុកកំណើតគាត់គឺនៅខាងខេត្តព្រះសីហនុតែម្ដងហើយគាត់ក៏បានជួបហេតុការណ៍ហ្នឹងប្រហែលជានៅក្នុងឆ្នាំប្រហែលជា2009 2010អីដែរបងប្អូនទាំងអស់គ្នាហើយលោកអ៊ំក៏បានទៅធ្វើការជាសន្តិសុខនៅក្រុមហ៊ុនមួយអញ្ចឹងទៅដែលគាត់ធ្វើការសន្តិសុខហ្នឹងរបៀបថាគេបានបញ្ជូនគាត់ទៅយាមនៅសណ្ឋាគារមួយកន្លែងអញ្ចឹងនៅខេត្តព្រះសីហនុហ្នឹងហ្មងបងប្អូនហើយការងាររបស់អ៊ំសាហ្នឹងគឺដូចថាក្នុងមួយខែអញ្ចឹងគាត់ដូរមួយអាទិត្យវេនព្រឹកមួយអាទិត្យវេនយប់អញ្ចឹងទៅរបៀបថាគាត់ដូរអញ្ចឹងរហូតអញ្ចឹងណាមួយអាទិត្យវេនព្រឹកមួយអាទិត្យវេនយប់វិលជុំគ្នាអញ្ចឹងទៅហើយលោកអ៊ំក៏បានទៅយាមនៅកន្លែងសណ្ឋាគារមួយកន្លែងដែលសណ្ឋាគារនោះគឺនៅខេត្តព្រះសីហនុប៉ុន្តែadmin គឺអត់ហ៊ានបញ្ចេញទីតាំងកន្លែងហ្នឹងទេព្រោះរបៀបថាយើងកុំឲ្យយើងប្រាប់ទៅរបៀបថាគេដឹងទៅវាខ្លាចអីអញ្ចឹងណាដែលទីតាំងហ្នឹងវានៅចិត្តសមុទ្រចិត្តអីដែរអញ្ចឹងទេដែលពេលហ្នឹងលោកអ៊ំគឺគាត់បានធ្វើការនៅកន្លែងសណ្ឋាគារហ្នឹងគឺគាត់យាមប្រហែលជាបានជិត2ខែបងប្អូនដែលសណ្ឋាគារមួយហ្នឹងតាមពិតទៅគេសាងសង់យូរណាស់មកហើយបងប្អូនគឺតាំងពីជំនាន់មុនអីរហូតមកតដល់ពេលបច្ចុប្បន្នអញ្ចឹងណាបន្ទាប់មកបានគេរបៀបថាពីមុនទៅវាអត់សូវស្អាតអត់សូវអីចឹងគេក៏ជួសជុលសណ្ឋាគារហ្នឹងរបៀបថាកែតម្រូវវាស្អាតឡើងវិញអញ្ចឹងទៅហើយរចនាបថនៃសណ្ឋាគារមួយហ្នឹងរបៀបថាបែបរបៀបបុរាណណាបងប្អូនគេអត់ធ្វើជាសម័យទេគឺធ្វើជាលក្ខណៈបែបបុរាណលាយឡំជាមួយបែបសម័យជាអាណានិគមអីចឹងទៅមានរូបមានអីដាក់តាំងអីទិញទួចចឹងណាគេធ្វើបែបអញ្ចឹងហើយសណ្ឋាគារមួយហ្នឹងលក្ខណៈថាវានៅក្បែរសមុទ្រអីអញ្ចឹងដែរណាអញ្ចឹងវាស្រួលនឹងតាក់ទាញភ្ញៀវទេសចរដែលថាគេបានទៅលេងនៅសមុទ្រអញ្ចឹងទៅវាមានវាសណ្ឋាគារនៅចិត្តហ្នឹងគឺគេចូលស្នាក់នៅកន្លែងហ្នឹងអញ្ចឹងទៅហើយសណ្ឋាគារហ្នឹងដែរគឺភាគច្រើនអ្នកដែលចូលទៅស្នាក់នៅហ្នឹងភាគច្រើនគឺរបៀបជាជនជាតិអឺរ៉ុបបងប្អូនភាគច្រើនជនជាតិអឺរ៉ុបគឺគាត់របៀបចូលចិត្តបែបរបៀបអញ្ចឹងអញ្ចឹងភាគច្រើនពួកគាត់ចូលទៅស្នាក់នៅសណ្ឋាគារហ្នឹងហើយវាថាមានជនជាតិដូចជាបារាំងដូចជាពួកអាកាំងពួកជនជាតិកូរ៉េពួកអីចឹងណាហើយពេលហ្នឹងដែរពេលដែលលោកអ៊ំគឺគាត់បានមកដែលគាត់បានមកយាមនៅសណ្ឋាគារហ្នឹងដំបូងគឺគាត់មានអារម្មណ៍ថាគាត់រៀងចម្លែកក្នុងចិត្តហើយបងប្អូនដូចថាពេលដែលគាត់កំពុងតែធ្វើការយាមវេនយប់វេនអីចឹងទៅរបៀបថាដូចមានណាគេអីចឹងដែលសម្លឹងមកមើលគាត់អីអញ្ចឹងណាហើយពេលខ្លះទៅភ្ញៀវដែលឡើងទៅបន្ទប់អីចឹងដែលគាត់យូរអីវ៉ាន់យូរអីរួចចឹងណាលោកអ៊ំហ្នឹងគាត់ក៏បានជួយលើកអីវ៉ាន់លើកបលីគេអញ្ចឹងទៅដល់បន្ទប់អញ្ចឹងទៅហើយគាត់ក៏តែងតែលឺសម្រាប់ជើងដូចថាសម្រាប់ជើងដើរពីក្រោយគាត់អីអញ្ចឹងណាហើយតែពេលលោកអ៊ំហ្នឹងគាត់ងាកមកគឺអត់មានឃើញអីទេបងប្អូនតែលោកអ៊ំហ្នឹងគឺគាត់ដឹងច្បាស់ថាប្រកាសជាមានអ្វីមួយយ៉ាងដែលនៅក្នុងបន្ទប់ហ្នឹងអីអញ្ចឹងណាព្រោះគាត់អាយុចំណាស់នេះហើយគាត់គឺដឹងហើយបងប្អូនគាត់ថាគាត់គឺអត់ចង់និយាយឲ្យវារបៀបច្បាស់ពេកអញ្ចឹងណាហ្នឹងហើយបញ្ជាក់បងប្អូនថាគាត់គឺធ្វើហ្នឹងគឺចាំវេនពេលយប់អញ្ចឹងណាគាត់យាមពេលយប់វេនអីអញ្ចឹងទៅហ្នឹងហើយបងប្អូនអរគ្នាធម្មតាគាត់ធ្វើការងារហ្នឹងគឺតែងតែដើរល្បាតជុំវិញកន្លែងគាត់ធ្វើការអញ្ចឹងណាមើលខ្លាចមានចោលមានអីលួចគាស់លួចអីអញ្ចឹងណា
គាត់តែងតែដើរមើលមុខនឹងអញ្ចឹងទៅដើរមើលពីបិជុំអីចឹងហើយពេលមើលអីចប់គាត់បានមកអង្គុយនៅកន្លែងគាត់វិញអីចឹងទៅហើយនៅកន្លែងលោកអ៊ំហ្នឹងគឺគាត់មានកូនវិសុមួយរបៀបថាកូនវិសុហ្នឹងគាត់ថាទុកគាត់កំដរគាត់នៅធ្វើការវេនយប់អីចឹងទៅណាកុំឲ្យរបៀបថាគាត់នៅតែយាមអញ្ចឹងវាអត់សូវមានអីចឹងគឺគាត់មានកូនវិសុហ្នឹងគាត់កំដរគាត់ស្ដាប់ព័ត៌មានស្ដាប់អីផ្សេងអីចឹងទៅគាត់ថាគាត់ធ្វើការវេនយប់អីចឹងគាត់របៀបថាគាត់ឆ្លៀតសម្រាប់បានតិចបន្តួចអីចឹងណាព្រោះបើសិនជាគាត់អត់សម្រាប់ទេបងប្អូនគឺថាធ្វើការវេនយប់បើយើងអត់សម្រាប់អីបានតិចបន្តួចគឺរបៀបពិបាកណាប៉ុន្តែក៏គាត់អត់សម្រាប់អីបានច្រើនដែររបៀបថាសម្រាប់ឲ្យវាកុំឲ្យវាអត់ល្ងួយអីខ្លាំងពេកអញ្ចឹងទៅហើយម្យ៉ាងទៀតម្ចាស់សទ្ធាគារហ្នឹងរបៀបគាត់ក៏ជាមនុស្សចិត្តល្អដែរគាត់គឺយល់អីចឹងណាហើយលោកអ៊ំសាគាត់ក៏បាននិយាយទៀតថាគាត់គឺបានចូលធ្វើកន្លែងសទ្ធាគារហ្នឹងបានប្រហែលជា7-2 ខែបន្ទាប់មកមានថ្ងៃមួយអញ្ចឹងទៅថ្ងៃមួយហ្នឹងលោកអ៊ំគាត់ក៏បាននិយាយថាជាទូទៅភ្ញៀវដែលគេចូលមក check in នៅសទ្ធាគារហ្នឹងជាធម្មតាគឺខ្ទង់ចន្លោះដូចជាម៉ោង12ម៉ោង1អីហ្នឹងគឺគេចូលមក check in អញ្ចឹងណាតែថ្ងៃហ្នឹងគឺរបៀបថាខុសពីសពមួយដងអញ្ចឹងទៅថ្ងៃហ្នឹងភ្ញៀវហ្នឹងក៏បានចូលមក check in ខ្ទង់ម៉ោងជា8កន្លះម៉ោង9យប់អីដែរអញ្ចឹងណាហើយភ្ញៀវហ្នឹងគឺរបៀបជាជនជាតិចិនអីដែរហើយពេលហ្នឹងដែរភ្ញៀវហ្នឹងគាត់ក៏បានរបៀបថាជួយឲ្យលោកអ៊ំហ្នឹងជួយលើកវ៉ាលីគាត់ហ្នឹងឡើងទៅបន្ទប់គាត់អញ្ចឹងណាដែលបន្ទប់គាត់ហ្នឹងគឺនៅជាន់ទី3អីអញ្ចឹងទៅដោយសារតែបុគ្គលិកនៅស្ថានភាពហ្នឹងរបៀបថារៀងយប់ដែរពួកគេហ្នឹងក៏បានទៅសម្រាប់អីអញ្ចឹងទៅអញ្ចឹងលោកអ៊ំគាត់ក៏បានរបៀបថាជួយលើកអីវ៉ាន់គេដើម្បីយកអីវ៉ាន់ហ្នឹងទៅបន្ទប់ដែលគេហ្នឹងបានកក់បានអីដែរនៅជាន់ទី3ហ្នឹងណាបងប្អូនហើយនៅពេលដែលគាត់ឡើងទៅជាន់ទី3ហ្នឹងគាត់ក៏បានដាក់វ៉ាលីអីវ៉ាន់អីហ្នឹងដាក់នៅមុខបន្ទប់ភ្ញៀវអញ្ចឹងទៅហើយភ្ញៀវចិនហ្នឹងគាត់ក៏បានលើកអីវ៉ាន់លើកអីចូលទៅបន្ទប់របស់ភ្ញៀវហ្នឹងអីហើយពេលហ្នឹងជនជាតិចិនហ្នឹងក៏បានហុចលុយឲ្យលោកអ៊ំហ្នឹងគឺ$10អញ្ចឹងទៅហើយវាក៏ជារបៀបជាទឹកចិត្តភ្ញៀវអីអញ្ចឹងណាដែលគាត់បានលើថាជួយលើកអីវ៉ាន់លើកអីឡើងមកលើអញ្ចឹងទៅហើយពេលដែលគាត់ពេលហ្នឹងគាត់ក៏បានរបៀបថាបញ្ញាប់ចុះមកកន្លែងគាត់វិញអញ្ចឹងណាពីជាន់ទី3ហ្នឹងណាដើម្បីចុះមកកន្លែងគាត់យាមវិញនៅក្រោមបងប្អូនហើយដឹងមកទេបងប្អូនពេលហ្នឹងលោកអ៊ំគាត់បាននិយាយថាពេលដែលគាត់ដើរមកកន្លែងចុះពីជាន់ទី3ហ្នឹងមកដែលនៅជាន់ទី3ហ្នឹងហ្មងគាត់ថាពេលដែលគាត់កំពុងតែដើរមកហ្នឹងរបៀបថាគាត់ក៏បានលឺសម្រាប់ជើងនៅពីក្រោយគាត់អញ្ចឹងណារបៀបថាសម្រាប់ជើងហ្នឹងដូចរបៀបថាកំពុងតែដើរតាមពីក្រោយគាត់នៅចិត្តគាត់ហ្មងនិយាយទៅសម្រាប់ជើងគឺរបៀបតាមពីក្រោយគាត់រហូតអញ្ចឹងណាពេលហ្នឹងដែរលោកអ៊ំសាហ្នឹងគាត់ក៏បានងាកទៅក្រោយមើលទៅក៏អត់មានឃើញអីណាគេដែរពេលហ្នឹងដោយសារគាត់ចង់ដឹងថាយប់អីអាត្មាហ្នឹងហើយគាត់គិតថាតាណាគេអីដែលរបៀបថានៅដើរនៅកន្លែងជាន់ទី3ហ្នឹងទៀតអញ្ចឹងណាព្រោះវារឿងយប់អីដែរហើយនៅក្នុងបរិវេណជាន់ទី3ហ្នឹងទៀតគឺរបៀបថាគឺគេមានដាក់របៀបថាវាមានភ្លើងមានអីចាប់អញ្ចាំងអីអញ្ចឹងតែភ្លើងហ្នឹងគឺវាមិនសូវភ្លឺខ្លាំងទេហើយនៅរបៀបថាជាន់ទី3ហ្នឹងគឺរបៀបគេមានរបៀបគេដាក់រូបសំណាកហើយនឹងជារូបរូបអីដាក់តាមផ្លូវហ្នឹងអីអញ្ចឹងណាហើយពេលហ្នឹងដែរកន្លែងហ្នឹងរបៀបថាវារឿងស្ងាត់អីអញ្ចឹងណាបានធ្វើឲ្យលោកអ៊ំសាហ្នឹងរបៀបរឿងព្រឺសវល់អីដែរហ្នឹងណារឿងភ័យដែរពេលហ្នឹងរបៀបវាស្ងាត់ដែរបងប្អូនទាំងអស់គ្នាគាត់ក្លែងទៅវាអត់មានឃើញអីអញ្ចឹងណារបៀបអញ្ចឹងគាត់គឺរឿងព្រឺសវល់បណ្ដោយហើយពេលហ្នឹងដែរលោកអ៊ំគាត់ក៏បានងាកដើរទៅមុខវិញអញ្ចឹងណាអញ្ចឹងពេលដែលគាត់ងាកដើរទៅមុខវិញគាត់ថាគាត់ដើរបានប្រហែលជា10ជំហានណាបងប្អូនប្រហែលជាបាន10ជំហានគាត់ក៏បានឮសំឡេងសម្រាប់ជើងហ្នឹងដើរតាមពីក្រោយគាត់ទៀតហើយបងប្អូនពេលហ្នឹងរៀបថាពេលហ្នឹងដើររត់តែគៀកគាត់មែនតើណាហើយសំឡេងសម្រាប់ជើងដែលដើរតាមក្រោយគាត់ណាហើយក៏មានឮសំឡេងសម្រាប់ជើងរបៀបដូចជារត់ដែររបៀបគាត់ឮអញ្ចឹងណាដែរសំឡេងសម្រាប់ជើងដែលរត់នោះគឺរបៀបសំឡេងនោះដូចវាកំពុងតែរត់
សំដៅមករកអ៊ំដែលគាត់បានដើរនៅតាមផ្លូវហ្នឹងអញ្ចឹងណាហើយពេលហ្នឹងដែរគាត់ក៏លឺអញ្ចឹងគាត់ក៏ងាកបាយទៅរកមើលភ្លាមពេលហ្នឹងព្រោះគាត់ចង់ដឹងថាណាគេដែលដើររបៀបថានៅក្នុងបរិវេណហ្នឹងអញ្ចឹងទៅប៉ុន្តែពេលហ្នឹងដែរបងប្អូនគាត់ថាពេលដែលគាត់ងាកទៅម្ដងទៀតហ្នឹងគឺពេលហ្នឹងគឺអត់មានឃើញអីទាំងអស់និយាយទៅពេលហ្នឹងគឺរបៀបថាទស្សនភាពដូចពេលដែលគាត់បានឃើញលើកមុនអញ្ចឹងគឺអត់មានអីទាំងអស់ពេលហ្នឹងស្ងាត់ជ្រាបអញ្ចឹងទៅហើយមកផ្លូវដើរគឺមានតែគាត់ដើរម្នាក់ឯងអញ្ចឹងទេតែគាត់គិតថាគីឡូមានចោលមានអីអញ្ចឹងណាហើយពេលហ្នឹងដែរអ៊ំសានគាត់ក៏បានធ្វើជានិយាយថាណាគេហ្នឹងមកដើរអីអាត្មាហ្នឹងអីចឹងណាឥឡូវអូតាហ្នឹងគេរបៀបថាស្ថាគេហ្នឹងគេសម្រាប់អីចឹងទេកុំដើរអីធ្វើអីណាញ៉ៃញ៉ៃចឹងទៅរបៀបថាគាត់ចេះតែនិយាយចឹងណាហើយពេលដែលគាត់និយាយហើយហ្នឹងបងប្អូនពេលហ្នឹងគាត់និយាយបដាហើយគាត់គឺពេលហ្នឹងគាត់ថាគាត់ដើរលឿនណាបងប្អូនដើម្បីប្រញាប់ទៅកន្លែងគាត់ដែលគាត់បានទុកហ្នឹងគឺគាត់របៀបថាគាត់ទុកចោលរៀងយូរដែរអញ្ចឹងណាអញ្ចឹងគឺគាត់ប្រញាប់ចុះទៅដល់កន្លែងគាត់វិញក៏ប៉ុន្តែពេលហ្នឹងពេលដែលគាត់ដើរមកហ្នឹងគាត់ក៏បានដើរកាត់បន្ទប់មួយតែបន្ទប់ហ្នឹងគឺបន្ទប់លេខ308អញ្ចឹងណាដែលពេលហ្នឹងគឺគាត់បានឮសំឡេងមនុស្សស្រីនៅក្នុងបន្ទប់ហ្នឹងណាហើយរបៀបសំឡេងហ្នឹងគឺរបៀបសំឡេងកំពុងតែនិយាយគ្នាខ្សឹបខ្សៀវអញ្ចឹងណាបន្ទាប់របៀបឮសំឡេងនិយាយអញ្ចឹងក៏ឮសំឡេងដូចរបៀបយំវិញម្ដងរបៀបសំឡេងយំហ្នឹងគឺយំរបៀបរៀងដូចរបៀបថាណាគេវាយអីអញ្ចឹងណាសំឡេងរបៀបយំរបៀបបែបហ្នឹងអញ្ចឹងបងប្អូនហើយពេលហ្នឹងដែរគឺអ៊ំសានគឺគាត់ហ៊ានទៅរបៀបទៅគោះទ្វារហ្នឹងឯងនិយាយថាវាមិនមែនជាទួនាទីរបស់គាត់អីអញ្ចឹងណានិយាយថាទួនាទីរបស់គាត់នៅតែកន្លែងក្រោមយាមតាម៉ូតូយាមឡានអីអញ្ចឹងទៅពេលហ្នឹងដែរអ៊ំសានគាត់របៀបថាគាត់ក៏បានវាយអាយកូមទៅកន្លែងគេ receipt ហ្នឹង receptionist គេគិតលុយអីបងប្អូនពេលកន្លែងហ្នឹងមានកន្លែងគេគិតលុយហ្នឹងមានមនុស្ស2នាក់ដែលគេនៅយាមកន្លែងហ្នឹងអញ្ចឹងណាមានមនុស្សប្រុសមួយមនុស្សស្រីមួយអញ្ចឹងទៅហើយអ៊ំគាត់ក៏បាននិយាយថានេះនៅអាបន្ទប់លេខ308នេះស្ថានភាពយើងហ្នឹងតើមានអាគេមិននៅអីអត់ព្រោះគាត់ឮសំឡេងរបៀបមុនហ្នឹងគាត់ឮសំឡេងនិយាយគ្នានិយាយអីបន្ទាប់មកក៏ឮរបៀបសំឡេងយំដូចមានអាគេវាយអីធ្វើបាបអីអញ្ចឹងណាខេឡូមានរឿងអីអញ្ចឹងទៅឲ្យខាងនេះគេហ្នឹង reception ហ្នឹងគាត់ឡើងមកមើលអីបន្តិចទៅពេលហ្នឹងសំឡេងខាង reception ឡើងគេគិតលុយគាត់ហ្នឹងសំឡេងរបៀបមនុស្សស្រីក៏បាននិយាយមកអ៊ំវិញថាអត់ទេអ៊ំបន្ទប់ហ្នឹងបន្ទប់308ហ្នឹងគឺអត់មានអាគេមកស្នាក់នៅទេតាំងពីអាទិត្យមុនមកម្លេះអញ្ចឹងណាលោកអ៊ំច្រឡំសលេងដែលឮចេញមកពីបន្ទប់គេអីផ្សេងឯងលោកអ៊ំព្រោះបន្ទប់ហ្នឹងគឺតាំងពីអាទិត្យមុនមកហ្នឹងគឺអត់ទាន់មានអាគេចូលមកស្នាក់នៅទេហើយពេលហ្នឹងដែរលោកអ៊ំសានគាត់ច្បាស់ក្នុងចិត្តគាត់ណាព្រោះគាត់មុនហ្នឹងគឺគាត់បានឮសំឡេងច្បាស់មែនតើពេលហ្នឹងលោកអ៊ំសានហ្នឹងគាត់ក៏សម្រេចចិត្តថាគាត់ក៏ដើរទៅខាងមុខបន្ទប់លេខ308ហ្នឹងភាសាទៀតពេលហ្នឹងលោកអ៊ំគាត់គឺបានដើរទៅយឺតដើម្បីទៅស្ដាប់ពេលហ្នឹងគាត់ក៏បានដើរមកដល់មុខទ្វារបន្ទប់ហ្នឹងគាត់ក៏បានឮសំឡេងមនុស្សស្រីយំនៅក្នុងបន្ទប់ហ្នឹងពេលហ្នឹងឮម្ដងនេះគឺឮរបៀបគុណនឹង2គុណនឹង3បងប្អូនឮសំឡេងរៀងខ្លាំងជាងមុនទៀតហើយទោះបីជាយ៉ាងណាក៏ដោយបងប្អូនពេលហ្នឹងលោកអ៊ំគឺរបៀបថាគាត់គឺអត់ហ៊ានគោះទ្វាររំខានបន្ទប់ហ្នឹងទៀតទេរបៀបថាគាត់អត់ចង់រំខានអីអញ្ចឹងណាហើយលោកអ៊ំក៏គាត់របៀបថាគាត់ក៏សម្រេចចិត្តវាយឲ្យកូនទៅកាន់ខាង receptionist ហ្នឹងម្ដងទៀតគាត់និយាយថាម្ដងនេះគាត់ឮច្បាស់អញ្ចឹងរបៀបថាគាត់ប្រាប់ឲ្យខាង receptionist ហ្នឹងរបៀបថាបញ្ញាប់យកសោយកអីមកបើកទ្វារបន្ទប់ហ្នឹងអីអញ្ចឹងណាហើយលោកខ្លាចមានបញ្ហាអីអញ្ចឹងទៅហើយពេលហ្នឹងដែរម្នាក់មួយស្រីដែលនៅធ្វើខាង reception ហ្នឹងគាត់ក៏បានឲ្យម្នាក់មួយប្រុសមួយទៀតហ្នឹងគាត់ធ្វើការ reception ហ្នឹងដែរគាត់និយាយថាគាត់ធ្វើវេនយប់ជាមួយគ្នាអញ្ចឹងឲ្យគាត់ហ្នឹងបានយកសោហ្នឹងទៅបើកទ្វារបន្ទប់នៅជាន់ទី3ហ្នឹងឲ្យឡើងទៅមើលអីអញ្ចឹងណាហើយគាត់ក៏បានដើរសម្ដៅមកឡើងមកជាន់ទី3ហ្នឹងហើយគាត់ក៏បានដើរមកដល់បន្ទប់លេខ308ហ្នឹងហើយពេលហ្នឹងដែរពេលហ្នឹងអ៊ំសាគាត់ក៏នៅមុខទ្វារបន្ទប់ហ្នឹងដែរនៅរបៀបថាគាត់នៅចាំនៅមុខហ្នឹងអញ្ចឹងណាហើយពេលហ្នឹងដែរខាង reception ម្នាក់ប្រុសហ្នឹងគាត់ក៏បានដើរមកដល់
សួរអ៊ំសានអញ្ចឹងទៅសួរថាអ៊ំអ៊ំឯងបានឮសលេងចេញមកពីបន្ទប់នឹងមិនមែនអីចឹងណាបងប្អូនហើយអ៊ំសានគាត់ក៏បាននិយាយថាហ្នឹងហើយអូនអ៊ំបានឮសលេងចេញមកពីបន្ទប់308ហ្នឹងអញ្ចឹងអូនឯងចាក់សោបើកទ្វារបន្ទប់ហ្នឹងមើលទៅដែលលោកអ៊ំបានវាយឯកូនមកមុនហ្នឹងអញ្ចឹងថាសួរទៅថាអត់មានណាគេចូលមកស្នាក់នៅបន្ទប់លេខ308ហ្នឹងអីអញ្ចឹងទេអញ្ចឹងបើមុនហ្នឹងលោកអ៊ំគាត់ឮសលេងនៅក្នុងបន្ទប់ហ្នឹងច្បាស់ហ่ะអញ្ចឹងអូនឯងចាក់សោបើកទ្វារបន្ទប់ហ្នឹងមើលអីចឹងណាពេលហ្នឹងបងប្រុសម្នាក់ធ្វើខាង reception ហ្នឹងគាត់ក៏បានដកសោមកក៏បានឆនមុខបន្ទប់ហ្នឹងមកសបកចឹងទៅព្រោះគាត់គិតក្នុងចិត្តដែរគាត់ថាបន្ទប់ហ្នឹងគឺអត់មានណាគេចូលមកស្នាក់នៅអីទេតាំងពីអាទិត្យមុនមកអញ្ចឹងណាបន្ទាប់មកគាត់ក៏បានរបៀបថាដកកូនសោគាត់ហ្នឹងក៏បានចាក់ទ្វារបន្ទប់ហ្នឹងដើរចូលទៅជាមួយអ៊ំសាហ្នឹងទៅពីរនាក់មួយគ្នាអីចឹងទៅហើយពេលដែលគាត់ដើរចូលទៅដល់ក្នុងបន្ទប់ហ្នឹងបងប្អូនពេលហ្នឹងគាត់ភ្ញាក់ផ្អើលដែរព្រោះបន្ទប់ហ្នឹងគឺរបៀបថាអត់មានណាគេចូលមកស្នាក់នៅតាំងពីអាទិត្យមុនហើយស្រាប់តែគាត់បើកទ្វារមកគាត់ថាពេលហ្នឹងគឺឃើញទូទួកំពុងតែបើកចោលពួកគាត់ទាំងពីររបៀបពេលហ្នឹងឃើញរៀងប្លែកអារម្មណ៍តិចទៅហើយមួយទៀតភ្លើងរបៀបនៅកន្លែងបន្ទប់ទឹកណាភ្លើងនៅកន្លែងក្នុងបន្ទប់ហ្នឹងគឺបើកចោលដែរជាធម្មតានៅស្ថានភាពមុនដែលរបៀបថាភ្ញៀវគេចេញពីស្ថានភាពអីចឹងទៅពេលណាមានខាងរបៀបគេមករៀបចំបន្ទប់រៀបចំអីចឹងហ្នឹងបងប្អូនដើម្បីត្រួតពិនិត្យមើលបន្ទប់នឹងឡើងវិញដើម្បីរៀបចំរៀបអីចឹងទៅបត់ភួយបត់ខ្នើយបត់ពូកបិទភ្លើងបិទអីចឹងណាដើម្បីកុំឲ្យអ្នកភ្ញៀវគេចូលមកក្រោយហ្នឹងរបៀបឃើញញ៉ែញ៉ៃឃើញភ្លើងអីបិទបើកអីចឹងទៅហើយពេលហ្នឹងដែរបងដែលនៅខាង receipt ហ្នឹងគាត់ក៏ឆ្ងល់គាត់ថាហេតុអីបានទូទួហ្នឹងរបៀបវាបើកចោលអញ្ចឹងរបៀបថាអាទូទួហ្នឹងបើកចោលរបៀបអត់មានប៉មមានអីទៅលឺឆអញ្ចឹងណាហើយភ្លើងបន្ទប់ហ្នឹងក៏វាបើកទៀតអញ្ចឹងគាត់គឺរបៀបរៀងចម្លែកនៅក្នុងចិត្តដែរពេលហ្នឹងហើយបង receipt ប្រុសហ្នឹងគឺគាត់ច្បាស់ក្នុងចិត្តទៀតថារបៀបថាតាំងពីអាទិត្យមុនមួយទៀតអញ្ចឹងណាគាត់ច្បាស់ថាបន្ទប់ហ្នឹងគឺគេរបៀបថាគេភ្ញៀវគេ check out ចេញអីហើយអញ្ចឹងណាក្រោយមកក៏អត់ទាន់មានភ្ញៀវណាចូលមក check in នៅក្នុងបន្ទប់ហ្នឹងទៀតដែរអញ្ចឹងហេតុអីមិននៅក្នុងបន្ទប់ហ្នឹងវាបើកទូទួចោលហើយក៏វាបើកភ្លើងនៅបន្ទប់ទឹកហ្នឹងទៀតហើយពេលហ្នឹងគាត់ក៏និយាយថាគាត់ក៏ដើរទៅយកតេឡេដែរតេឡេនៅក្បែរទូអញ្ចឹងណាគាត់ក៏បានយកតេឡេហ្នឹងចុចបិទទូហ្នឹងទៅប៉ុន្តែគាត់ថាតេឡេហ្នឹងគាត់បិទហើយគឺរបៀបថាគឺអត់មានដកខ្សែទូអីចេញទៀតអញ្ចឹងណាហើយពេលហ្នឹងដែរពួកគាត់ទាំងពីរហ្នឹងគាត់រៀបនឹងដើរចេញពីបន្ទប់ហ្នឹងបិទភ្លើងបិទអីអញ្ចឹងទៅស្រាប់ពេលហ្នឹងរៀបនឹងដើរចេញហើយទូហ្នឹងក៏វាបើកឡើងវិញអូតូអញ្ចឹងបងប្អូនរបៀបបើកខ្លួនឯងហ្មងពេលហ្នឹងដែលពេលហ្នឹងពួកគាត់បំរុងនឹងដើរចេញស្រាប់ទូហ្នឹងវារបៀបបើកមកឈុលអញ្ចឹងទៅហើយពេលហ្នឹងបងខាង receipt ប្រុសហ្នឹងគាត់ក៏បានមើលមុខមួយលោកអ៊ំសាហ្នឹងមើលមុខគ្នាគាត់ថាទូហ្នឹងមិនបិទគាត់បិទអីហើយមិនសុកបានទូហ្នឹងមកបើកខ្លួនឯងអីវិញអញ្ចឹងពួកគាត់ទាំងពីរដឹងក្នុងចិត្តខ្លួនឯងហ្មងពេលហ្នឹងហើយបន្ទាប់មកបងមួយខាង receipt ប្រុសហ្នឹងគាត់ក៏បានសួរទៅអ៊ំសាហ្នឹងថាអ៊ំឯងមុនហ្នឹងមានបានឃើញដូចខ្ញុំអត់អីអត់អញ្ចឹងណាហើយអ៊ំសាគាត់ក៏បានថាអ៊ំបានឃើញតែហើយលោកអ៊ំសាហ្នឹងគាត់ក៏បាននិយាយទៀតគាត់ថាអញ្ចឹងកុំឲ្យនៅយូរក្មួយឯងឆាប់យកតេឡេហ្នឹងយកទៅចុចបិទម្ដងទៀតទៅអីទៅអញ្ចឹងណាដើម្បីប្រញាប់ចុះទៅក្រោមវិញអីចឹងទៅពេលហ្នឹងបងខាង receipt ប្រុសហ្នឹងគាត់ក៏បានដើរទៅយកតេឡេហ្នឹងបិទម្សាទៀតហើយពេលដែលគាត់បានបិទទូហ្នឹងហើយបងប្អូនពេលដែលបានបិទទូហ្នឹងហើយដឹងមិនអត់ក៏វាមានលឺសំឡេងហ្នឹងសំឡេងមនុស្សស្រីយំបានយំចេញមកពីក្នុងទូហ្នឹងពេលហ្នឹងពួកគាត់លឺទាំងពីរហ្នឹងគូវាថាខ្លាចប្រហែលបងប្អូនពេលហ្នឹងគាត់ថាឡើងព្រឺសបល់ហ្មងទាំងដែលទូហ្នឹងពេលដែលគាត់បិទហើយហ្នឹងគឺអត់មានអីទាំងអស់របៀបបិទឆឹងហ្មងតែលឺសំឡេងចេញមកពីក្នុងទូហ្នឹងហើយសំឡេងហ្នឹងរបៀបថាវារបៀបវាយំរបៀបវាឈឺចាប់អីចឹងទៅហើយពេលហ្នឹងដែរពួកគាត់ទាំងពីរនាក់ហ្នឹងទាំងអ៊ំសាននិងបងមួយខាង receptionist ផងហ្នឹងពេលហ្នឹងគាត់ថាអត់មានទុកយូរទេគឺគាត់រត់ចេញទៅហ្មងទាំងពីរនាក់ហ្នឹងគឺគ្រាន់តែលឺសំឡេងយំហ្នឹងហើយគឺគាត់រត់ចេញលឿនហ្មងដើម្បីរបៀបថាកុំឲ្យ
nơi lại đang tiếp phụ quạt hiện khai ấy đá với dục chờ đá bông ổn thà bờ sân chỉ miền là kê là việc ở đang ấy chẳng là việc khăn vậy chẳng đấy quạt cứ tam năng sân trắng nè hay pe năng đá phụ quạt nó cứ bàn là việc hột tranh pi và tục năng ấy hào nhắn bàn ba chỉ bàn buôn phải mát pe nó thuê và tục nó là việc bất con ai ô tô tiết pe nó có tha cứ rất tại cho ba nó chết quạt tiết à bất lưu tại số đen chẳng đó phụ quạt rất tao rút cho tư ở choan khổm tức lại thứ ca thì luôn vinh chẳng nè hơi pe là phụ quạt thằng pi để cho một khổm môn năng tích phụ quạtกับhắn mờ một nè mà ta phụ quạt trong do hưởng nó tên giấy phép vì na cái chẳng nè phép mê quạt anh chẳng ta pe nó bị dục hơi tò là việc tất quạt của ban pi nè nó có ban tới lại thứ ca hiện luôn trong vinh tư hơi pe nó pe bật và đo nó ông sáng quạt có do hưởng là quạt bàn chụp pe dục mình nhắn tập phép mê quạt chẳng tới phép tha dục mình nó quạt cứ bàn chụp là việc rương mùi nó không và tục nâng in chẳng á quạt bàn dậy từ can mê quạt nâng mê son sọc quạt nâng tọt máu mê son sọc quạt của ban đạp ai vô ai hai chẳng có tha nâng ai cả môn là việc tha có miên son sọc ai muốn môn đài kê mà diêm nó có kê ban chụp hai ca chẳng chẳng đai hai mê bao quạt nó có ban dậy phép ông san mình tha có mò vô hưởng nâng tập phép là kê anh chẳng á phụ lại nó cái chua lại cầm hôn quạt màu ấy chẳng tới là việc tha có mọi khi phải chụp ca nghe lại ở quạt thư ca năng in chẳng tới có mọi bạc bò in chẳng lại việc bắt bong ca nghe hai quạt các bạn phép ông san tha thơm đằng thơm lư ấy chẳng á rồi bên nó ông san còn có và thằng quạt có bắt đầu thì ta mê quạt gì chẳng á hai quạt con bạn vô hưởng tập phép nẹp đọt tây nẹp xây nhìn chẳng đai bên nó hai quạt có mau thưa ca lại quạt vinh ấy thòm đa chẳng tân về nút quạt của bạn là việc tha bạn đa từ chụp vậy cho mối ở khang đi sắp xỉ phò năng chẳng á hai ông sáng quạt có bàn vậy từ khang đi sắp xỉ phò tha mỗi anh cất mạch đai hưởng dụng mình năng tọa máu đi sắp xỉ phò nó có bàn vậy từ ông vinh tha ông bờ chụp style anh chẳng ấy quạt hai chia lên từ tròn năng ấy tía đây vì chẳng á hai ông sáng có ban vậy vinh đai có tha lực khói và sân chỉ nhiều là việc lang từ tròn thị bay nắng bờ là việc oi chui lược ấy ván lược ấy nắng quạt cò lên hiên lược ấy ván từ tròn năng tiệt đai chập tăng vì pe năng máu ở ông san nắng quạt cò là việc tha quạt đỏ clear lược ấy ván lược ấy nắng lên quạt lên sơ lược ấy tròn rất là vậy thế ai tha quạt mà thơ ta ca nghe con chẳng với nhá nơi tại diêm nơi tại chẳng tới quạt lên sơ lược ấy ván này phụ quạt khai chụp hưởng năng ấy tiệt chẳng tới hơi khỏi mà tiện nó có tha p để quạt chụp vừa nó khỏi dạ p ra mà tật chẳng tới đọc p quạt thơ ca nơi bên dụng bật tận đi vinh chẳng là bông ổn và tha p ngày mùi nó quạt là việc tha quạt diêm p dục nó p đo thử bên quạt diêm nó cứ quạt đa ta là bát cả lại như tha diêm miền trao lộ miền trao miền ấy chẳng đó quạt từ 10 chẳng tới hai p nó quạt có ban đa mò cả lại quạt côi dầm rạ bên này lại nó quạt côi nó cứ miền bị sụ miền ấy chẳng á tọa mò quạt cả ban là việc thay là ngồi đề chẳng tới quạt cả ban sầm rạ mà plate chẳng tới phải giờ pe nó quạt sầm rạ nó được chỉ tung ban cả lá mau chiên chất máu bông bồn hai pe nó về riêng dụng màu tung về màu ẩm môi cả lá ấy đai hai pe nó ngô hai pe tọa bị quạt ban sầm rạ ban cả lá mau chiên nó quạt có là việc ngược mòn cùi này lơ cái ấy là quạt diêm năng chẳng đó hai quạt cả ban do bị sụ vào quạt nó sẽ để po ấy đạm chẳng tới hai pe nó đái là việc tha quạt cả ban thì là ngồi đê ấy chẳng á quạt cả ban chia dụng bao phân đây sầm lăng mơ hay chật pơ lên chẳng tới pe nó có tha quạt cả ban khơi là việc sầm máu ấy môi nó cứ ban đa cắt là một con chẳng tới hay sầm máu nó là việc tha về riêng priel chẳng là bộ viêm sâu plư chẳng này bộ về là việc tha nó không tha kia nó việc đạ là việc chỉ plương sò la ấy chẳng á bọn bọn ta quạt mơ tới là việc sầm máu nó là việc tha chia riêng mà được xây ấy sầm máu nè bắt đầu máu sầm máu nó có tha quạt cư là việc khơi hái cư là việc sầm máu nó có việc ban đa mà chết quạt anh chẳng tờ sầm máu nó đai sầm máu nó có việc thật chia sầm máu còn không anh như thế bắt đầu máu có sầm máu nó việc ban đa mà chết quạt chẳng tới về đa mà đó chết quạt xẹp ta việc là bột ba lại chơi mà bị coi chẳng á
នៅមុខគាត់ចឹងមកគាត់ថាគាត់ឃើញស្ដែងពេលហ្នឹងពេកគាត់របៀបគាត់ស្លប់នៅកន្លែងគាត់យាមហ្នឹងហ្មងបងប្អូនគាត់ថាអញ្ចឹងហើយបន្ទាប់មកបងមួយខាង receptionist ផងហ្នឹងគាត់របៀបថាគាត់ធ្វើការវេនយប់អីចឹងមួយគ្នាទៅគាត់ក៏បានដើរចេញមកក្រៅទៅគាត់ក៏ឃើញអ៊ំសានរបៀបគាត់ដួលនៅស្លាប់នៅកន្លែងគាត់អញ្ចឹងណាគាត់ក៏បានដើរមករួនអ៊ំហ្នឹងក៏សួរមិនអីចឹងទៅហើយអ៊ំសានរបៀបគាត់ងើបមករៀងវាដូចថាគាត់ទៅមិនឃើញឯហើយរៀងប្រាំងរៀងភ័យអីដែរអញ្ចឹងណាតបមកបង receptionist ផងហ្នឹងគាត់ថាគាត់បានគ្រាអ៊ំសានហ្នឹងទៅខាងក្នុងស្ថាគារហ្នឹងឲ្យទៅកន្លែងសម្រាកអង្គុយអីចឹងទៅដល់ពេលគាត់ទៅដល់កន្លែងសម្រាកអីហ្នឹងហើយអ៊ំសានគាត់ក៏បាននិយាយថាមុនហ្នឹងអ៊ំបានឃើញរបៀបស្មៅមនុស្សស្រីម្នាក់អញ្ចឹងទៅវាដើរទៅរៀងឆ្ងាយហើយក៏វាដើរបកមកចិត្តអ៊ំវិញអញ្ចឹងទៅពេលហ្នឹងវារបៀបថាវាធ្លាក់កវាពីលើកនឹងធ្លាក់មកលើនៅមុខអ៊ំហ្នឹងអញ្ចឹងណាហើយគាត់ភ័យពេកគាត់ស្លាប់នៅកន្លែងគាត់ហ្នឹងអញ្ចឹងទៅហើយគាត់ថាប្រហែលជាអ៊ំឈប់ធ្វើការពីកន្លែងស្ថាគារហ្នឹងហើយព្រោះរបៀបគាត់បានជួបរឿងអញ្ចឹងគាត់ប្រហែលជាអាចធ្វើការនៅនឹងបានទៀតទេហើយដល់ពេលស្អែកឡើងទៅអ៊ំសានគាត់ក៏បានដាក់ពាក្យឈប់ធ្វើការនៅកន្លែងហ្នឹងអីអញ្ចឹងណាតែគាត់ថាដូចមេអ៊ំសុកហ្នឹងគឺគាត់របៀបគាត់ដឹងអីដែរអញ្ចឹងទៅគាត់ក៏មិនបានទៅដេញដោលឲ្យអ៊ំនៅធ្វើការហ្នឹងអីអញ្ចឹងដែរព្រោះគាត់ដឹងរឿងនៅកន្លែងហ្នឹងអីអញ្ចឹងទៅហើយអ៊ំសុកគាត់ក៏បានសុំមេគាត់ហ្នឹងរបៀបថាលេងជាមវេនយប់វេនអីទៀតដែររបៀបថាគាត់ខ្លាចអីគាត់លេងឈប់លេងយាមនៅវេនយប់ហើយរបៀបគាត់ធ្វើតែវេនថ្ងៃអញ្ចឹងទៅគឺគាត់ខ្លាចគាត់អីអញ្ចឹងណាហើយគាត់ថាគាត់ក៏លែងសូវមកធ្វើការនៅកន្លែងតំបន់ដែលគាត់បានឃើញនឹងទៀតដែរគាត់ថាបើសិនជាសុំធ្វើនៅកន្លែងតំបន់ផ្សេងអីអញ្ចឹងណាហើយរឿងហ្នឹងគឺលោកអ៊ំគាត់បានរៀបរាប់ប្រាប់ admin តែប៉ុណ្្នឹងទេអញ្ចឹងវាចប់នៅត្រឹមហ្នឹងអញ្ចឹងទៅហើយបើសិនជាបងប្អូនប្រិយមិត្តទាំងអស់គ្នាចូលចិត្តនៃការដំណើររបស់ admin ហ្នឹងកុំភ្លេចចុច subscribe និងដាក់រូបកណ្ដឹងឲ្យ channel admin ម្នាក់មួយផងហ្នឹងហើយអរគុណដល់ប្រិយមិត្តទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀតបាយបាយ